អូ TikTok អត់ផុតសោះឃើញគេផុសទៅដើរលេងនៅក្នុងផ្សារគ្រប់គ្នាហ្មងអញ្ចឹងចាំការទៀតយកវីដេអូខ្លួនឯងទៅឆ្នាំមុនហ្នឹងយកមកផុសគេដែរមើលចឹង vlog នេះកាត់កាត់ខ្លីៗទេដោយសារតែ footage នេះគឺ footage ចាស់អញ្ចឹងប្រមូលមកប៉ុណ្ណាបានគឺខ្ញុំយកប៉ុណ្ណឹងហ្មងហើយសំខាន់ណាផ្លូវដែលខ្ញុំដើរហ្នឹងគឺជាផ្លូវថ្មីរបស់គេវាអញ្ចឹងដោយសារតែផ្លូវមួយទៀតគេកំពុងតែឈូសអញ្ចឹងទៅខ្ញុំអត់ចង់ដើរផ្លូវគេកំពុងឈូសនឹងទេបើនិយាយពីផ្លូវដែលខ្ញុំបានធ្វើដំណើរនេះនិយាយពីថាឧបសគ្គអត់ចាញ់ផ្លូវក្នុងផ្សារការពីជំនាន់ដំបូងអ្នកទាំងអស់គ្នាជំនាន់2021អីចឹងតែគ្រាន់ថាយើងដើរកាត់ព្រៃអញ្ចេះវាត្រជាក់ទោះបីជាមិនក្តៅមិនក៏វាត្រជាក់ហើយមានខ្យល់ដែរអត់ដូចផ្លូវដែលគេឈូសហ្នឹងណានិយាយទៅគឺវាប្រប៉ិចប្របាច់ហើយវាមិនក្តៅហ្មងដោយសារតែអត់មានដើមឈើតែដល់ពេលមកមើលវីដេអូខ្លួនឯងមានអារម្មណ៍ថានឹកមែនតើអ្នកនរគ្នាមានអារម្មណ៍ថានឹកក្នុងផ្សារមិនម៉ាប្រហែលជារកដាក់មកធូរដែរអញ្ចឹងព្រោះថាមួយថ្ងៃមើលតើ vlog គេទៅទេហើយសំខាន់ណាស់នៅនឹងគេអភិវឌ្ឍឡើងខ្ញុំមើលសឹងលេងស្គាល់មកមើលទៅតាម vlog គេក៏មើលលេងស្គាល់ដែររបៀបថាគេអាប់ដេតពេកតែអត់លេងសើចទេណាចង់និយាយថាចេះការទៅលើកទី1ហ្នឹងណាខ្ញុំស្ពាយខ្លួនឯងតាំងពីក្រោមដល់លើរហូតហ្មងរបៀបថាអាផ្លូវពិបាកខ្លាំងហ្នឹងគឺអាចទៅរួចគ្រាន់តែចំណាយពេលយូរអីអញ្ចឹងថាដូចចង់ចូល8ម៉ោងអីចឹងប៉ុន្តែឥឡូវទី2នេះដើរទៅប្រហែល2-3ម៉ោងអីទេប៉ុន្តែគ្រាន់ថាដល់ចិត្តដល់អាពាក់កណ្ដាលផ្លូវហ្នឹងគឺចាទៅលេងមុខឲ្យមានចកាដល់កតាបយកទៅផ្ញើកាយហ្មងអ្នកទាំងអស់គ្នាអូយនិយាយថាពេលហ្នឹងរកប្រាក់សាហាវហើយសំខាន់អាថ្ងៃដែលខ្ញុំទៅហ្នឹងគឺថាមកភ្នំហ្នឹងមានតែក្រុមខ្ញុំមួយអ្នកទាំងអស់គ្នានិយាយទៅខ្ញុំឡើងទៅដល់លើហ្នឹងគឺគេចុះមកវិញហ្មងតើតថាយប់បានមានមួយក្រុមទៀតមកអញ្ចឹងហើយចង់ថាប្រវត្តិដើរព្រៃដើរភ្នំរៀងច្រើនដែរអញ្ចឹងប៉ុន្តែតាមទៅលើកហ្នឹងឯងស្គាល់រសជាតិមិនដឹងថាទាកឬមួយក៏ឆ្លើងខាំឯនេះចង់និយាយថាអត់ដឹងខ្លួនហ្មងតើថាមកផ្ទះវិញបានដឹងអញ្ចឹងអូយមិនឡើងជាប់ប៉ុន្តែបើសួរថាសបាយអត់សបាយអ្នកទាំងអស់គ្នាឲ្យហៅទៅទៀតនៅទៅអញ្ចឹងព្រោះវាសបាយមែនបើសួរថាខ្លាចអត់ខ្លាចគ្រាន់តែថាពេលដែលយើងដើរហ្នឹងវាហត់ពេកអីចឹងទៅវាបាត់ឲ្យរឿងខ្លាចនឹងអស់អញ្ចឹងហើយដោយការមុនណាចង់ឡើងភ្នំឡើងអីអញ្ចឹងតើតាមីងគ្នាលក្ខណៈប្រពូគ្នាអីអញ្ចឹងណាប៉ុន្តែឥឡូវអត់ទេអ្នកគ្នាមានម្នាក់ពីរនាក់អីក៏អាចទៅបានដែរព្រោះឥឡូវឃើញគេបើកធូរកន្លែងច្រើនកន្លែងដែរអញ្ចឹងនិយាយទៅដល់ការខែភ្លៀងនេះមួយថ្ងៃខ្ញុំអង្គុយទៅបនថាអូលោកមានប្រភពណាគេ interest ចង់ទៅដើរលេងហើយហៅទៅគឺទៅវូហ្មងតែឥឡូវធីមទៅក្នុងផ្សារហ្នឹងគឺអត់ទាន់មានទេមានតែទៅអារ៉ាអញ្ចឹងវីដេអូនេះគឺជាវីដេអូស្ពយចា trip របស់ខ្ញុំលើក្រោយហ្នឹងគឺខ្ញុំឡើងភ្នំអារ៉ាទាំងអស់គ្នាអញ្ចឹងកុំភ្លេចចាំមើល vlog ក្រោយរបស់ខ្ញុំហងណា